សុស្រីបងប្អូនថ្ងៃនេះត្រឡប់មកជួបគ្នាសារជាថ្មីបងប្អូនដឹងទេថាតើជំនាញទាំងវិជ្ជាបណ្ឌិតពេទ្យថ្មិញកីឡានុវត្ថៈឆ្មបនិងមន្ទីរពិសោធន៍នៅពេលដែលយើងរៀនចប់ហើយតើយើងអាចធ្វើអ្វីបានខ្លះក្នុងមុខជំនាញដែលយើងបានសិក្សាហ្នឹងថ្ងៃនេះខ្ញុំនឹងជម្រាបជូនបងប្អូននៃនេះខ្ញុំចង់ជម្រាបថាចំពោះតែបងប្អូនដែលមិនបម្រើការនៅក្នុងស្ថាប័នរដ្ឋដូចជាក្រសួងសុខាភិបាលឬក៏ក្រសួងពាក់ព័ន្ធដទៃទៀតជាដើមអញ្ចឹងថ្ងៃនេះខ្ញុំនឹងនិយាយអំពីសេវាវិជ្ជសាស្ត្រអមវិជ្ជសាស្ត្រនិងជំនួយវិជ្ជសាស្ត្រចំនួន9ដែលបងប្អូនរៀនជំនាញក្នុងវិស័យសុខាភិបាលហើយអាចប្រកបអាជីវកម្មផ្ទាល់ខ្លួនបានសេវាវិជ្ជសាស្ត្រនិងអមវិជ្ជសាស្ត្រក៏ដូចជាជំនួយវិជ្ជសាស្ត្រទាំង9នោះមានទី1បន្ទប់ពិគ្រោះជំងឺទី2បន្ទប់ពិគ្រោះព្យាបាលជំងឺមាត់ធ្មេញទី3បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះទី4បន្ទប់ព្យាបាលអចលនាទី5បន្ទប់ព្យាបាលភ្នែកទី6បន្ទប់សុផានសាស្ត្រទី7មន្ទីរពិសោធន៍ទី8មន្ទីរសម្ភពនិងគំភពបរិហារោគស្ត្រីទី9មន្ទីរសម្រាកព្យាបាលឬក៏មន្ទីរពហុព្យាបាលបាទនេះគឺជាសេវាវិជ្ជសាស្ត្រឬក៏អមវិជ្ជសាស្ត្រនិងជំនួយវិជ្ជសាស្ត្រទាំង9ដែលបានចែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី7ខែកញ្ញាឆ្នាំ2001បានចែងថាសេវាទាំង9នោះបងប្អូនដែលសិក្សាក្នុងវិស័យសុខាភិបាលអាចបើកដំណើរការបានប៉ុន្តែក្នុងនោះក៏មានលក្ខខណ្ឌមួយចំនួនដែរដូចជាទី1តកតងនឹងបន្ទប់ពិគ្រោះជំងឺក្នុងសេចក្តីប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ច្បាស់ថាទី1គឺត្រូវតែមានវិជ្ជាបណ្ឌិតឬក៏គ្រូពេទ្យមធ្យមប៉ុន្តែក្នុងសម័យឥឡូវនេះអាចជាគ្រូពេទ្យមធ្យមមិនមានទេអញ្ចឹងអ្នកដែលឈរឈ្មោះដំណើរការឈរប្រចាំការគឺត្រូវតែវិជ្ជាបណ្ឌិតហើយចំណែកឯរឿងទីតាំងទំហំអីផ្សេងអាហ្នឹងបងប្អូនអាចស្វែងយល់ទៅនៅពេលដែលបងប្អូនស្នើសុំបើកបន្ទប់ពិគ្រោះជំងឺដល់ទី2តកតងទៅនឹងបន្ទប់ថែទាំស្ត្រីមានផ្ទៃពោះត្រង់ចំណុចនេះគឺអនុញ្ញាតឲ្យបងប្អូនមានជំនាញឆ្មបបាទហើយក្នុងនោះមានឆ្មបមធ្យមនិងឆ្មបបញ្ញាបត្របងប្អូនអាចបើកពិគ្រោះជំងឺផ្ដល់ជាការណែនាំការថែទាំការតាមដានស្ត្រីមានផ្ទៃពោះការណែនាំអំពីការថែរក្សាកូនជាដើមទី3បន្ទប់ព្យាបាលជំងឺមាត់ធ្មេញសេវានេះគឺត្រូវតែគ្រប់គ្រងដោយទន្តបណ្ឌិតឬក៏ពេទ្យធ្មេញឬក៏ពេទ្យធ្មេញឯកទេសខាងមាត់ធ្មេញអាចបើកដំណើរការព្យាបាលជំងឺមាត់ធ្មេញបានទី4បន្ទប់ពិគ្រោះព្យាបាលភ្នែកត្រង់ចំណុចនេះគឺអ្នកដែលគ្រប់គ្រងគឺត្រូវតែវិជ្ជាបណ្ឌិតដែលមានឯកទេសខាងចក្ខុរោគគាត់អាចបើកសេវានេះនៅតាមមូលដ្ឋាននៅតាមភូមិលំនៅរបស់បងប្អូនប្រជាពលរដ្ឋបានទី5បន្ទប់សុភ័ណ្ឌសលសាស្ត្រនេះគឺអនុញ្ញាតឲ្យត្រូវតែមានដុកទ័រឬក៏វិជ្ជាបណ្ឌិតដែលមានជំនាញផ្នែកសុភ័ណ្ឌសលសាស្ត្របាទគឺជាអ្នកគ្រប់គ្រងអញ្ចឹងបងប្អូនដែលរៀនផ្នែក Dermato អាចស្នើសុំបើកសេវានេះបានទី6មន្ទីរពិសោធន៍ត្រង់ចំណុចមន្ទីរពិសោធន៍នេះគឺអនុញ្ញាតឲ្យបងប្អូនដែលបញ្ចប់ការសិក្សាឱសថបណ្ឌិតឬក៏ឱសថអការីឧត្តមដែលមានជំនាញផ្នែកមន្ទីរពិសោធន៍នេះឬក៏មានបទពិសោធន៍យ៉ាងតិច5ឆ្នាំទើបយើងអាចស្នើសុំបើកមន្ទីរពិសោធន៍បានទី7មន្ទីរសម្ភពនិងគំភពបរិហារោគស្ត្រីនេះដោយចំពោះគឺសំដៅដល់លោកគ្រូឬក៏អ្នកគ្រូវិជ្ជាបណ្ឌិតដែលមានឯកទេសផ្នែករោគស្ត្រីដល់ទី8ពាក់ព័ន្ធទៅនឹងមន្ទីរសម្រាប់ព្យាបាលឬក៏មន្ទីរពហុព្យាបាលត្រង់ចំណុចនេះមន្ទីរសម្រាប់ព្យាបាលនិងមន្ទីរពហុព្យាបាលវាផ្សេងគ្នាដោយចំនួនក្រេឬក៏លក្ខខណ្ឌមួយចំនួនទៀតដែលកំណត់ដោយក្រសួងសុខាភិបាលប៉ុន្តែអ្នកដែលចូលឈ្មោះគ្រប់គ្រងនៅមន្ទីរសម្រាប់ព្យាបាលឬក៏មន្ទីរពហុព្យាបាលគឺត្រូវតែវិជ្ជាបណ្ឌិតឬក៏វិជ្ជាបណ្ឌិតឯកទេសដែលមានបទពិសោធន៍យ៉ាងតិច5ឆ្នាំហើយមិនមែនជាវិជ្ជាបណ្ឌិតឬក៏វិជ្ជាបណ្ឌិតឯកទេសដែលបម្រើការងារក្នុងស្ថាប័នរដ្ឋទេគឺសំដៅដល់វិជ្ជាបណ្ឌិតឬក៏វិជ្ជាបណ្ឌិតឯកទេសដែល retire ឬក៏លាឈប់ពីស្ថាប័នរដ្ឋមកដំណើរការ clinic ឬឯកជនទាំងសេវាវិជ្ជសាស្ត្រនិងអមវិជ្ជសាស្ត្រទាំង9នេះគឺអនុញ្ញាតឲ្យបងប្អូនដែលរៀនបញ្ចប់ការសិក្សាក្នុងនេះខ្ញុំឃើញជំនាញសំខាន់4-5ទី1គឺវិជ្ជាបណ្ឌិតទី2ទណ្ឌបណ្ឌិតទី3ឱសថទី4ផ្នែកឆ្មបបាទគឺជំនាញទាំង5នេះ
អាចឈួរឈ្មោះឬក៏អាចគ្រប់គ្រងទៅលើសេវាវិទ្យាសាស្ត្រនិងអមវិទ្យាសាស្ត្រជំនួយវិទ្យាសាស្ត្រទាំង9ដោយដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសូមអរគុណ